មេរៀននេះយើងបន្តរៀនប្រូបាប A ប្រជុំ B A ប្រជុំ B លើកនេះ A ប្រជុំ B មានលក្ខណៈលំបាកជាងមេរៀនមុនតើវាខុសគ្នាយ៉ាងដូចម្ដេចយើងមើលរូបនេះយើងមានរូបត្រីកោណ5រង្វង់5ប៉ុន្តែយើងចែកជា2ទៀតមានពណ៌ក្រហម4ពណ៌ស6អញ្ចឹងសួរថាបើយើងមានរូបអញ្ចឹងតើចំណោទគេចោទសួរអីយើងមើលចំណោទគេចោទសួរគេសួរថាអញ្ចឹងគេចាប់រូបមួយដោយចៃដន្យហើយគេថារោប្រូបាបដែលចាប់បានរូបត្រីកោណឬពណ៌ក្រហមរោប្រូបាបដែលចាប់បានរូបអីរូបពណ៌ក្រហមរូបត្រីកោណឬពណ៌ក្រហមអញ្ចឹងក្នុងចំណោមរូប10នេះករណីអាចវា10មើលករណីស្របថាអីរូបត្រីកោណ1 2 3 4 5ឬពណ៌ក្រហម5យើងរាប់ក្រហមមានប៉ុន្មានក្រហមមាន1 2 3 4អញ្ចឹងត្រីកោណមាន5ក្រហមមាន4បើយើងរាប់អញ្ចឹងយើងឃើញមាន9តែតាមការពិតមានតែ7ទេ1 2 3 4 5 6 7ការពិតមានតែ7ទេហើយដើម្បីយើងរាប់ឃើញ9យើងរាប់មកពីរាប់ឃើញ9ដោយសាររាប់ចេះ1 2 3 4 5អាហ្នឹងត្រីកោណ5ហើយដល់ក្រហមយើងរាប់ម្ដងទៀត1 2 3 4យើងរាប់ត្រីកោណភាសាទៀតរាប់ត្រីកោណភាសាទៀតអញ្ចឹងត្រីកោណពណ៌ក្រហមយើងរាប់ដល់2ដងអញ្ចឹងយើងរាប់លើសបានឃើញ9បើយើងរាប់មែនទែន1 2 3 4 5 6 7មានតែ7ទេបើយើងរាប់ត្រីកោណ1 2 3 4 5ត្រីកោណ5ហើយថានេះ5យើងថានេះ5បើនិយាយពីពណ៌ក្រហមវិញយើងរាប់1 2 3 4ឃើញ9តែការពិតត្រីកោណនេះត្រីកោណពណ៌នេះយើងរាប់2ដងអញ្ចឹងបានឃើញអញ្ចឹងប៉ុន្តែឥឡូវនេះបើតាមប្រូបាបដែលយើងគូររូបយើងរាប់ឃើញអញ្ចឹងរោតាមនិយមន័យយើងឃើញអញ្ចឹងប៉ុន្តែយើងចង់រោតាមរូបមន្តរោយ៉ាងម៉េចរូបមន្តគឺថាយើងចង់ចែករូបនេះជាត្រីកោណទេតាំងដោយទេហើយរូបពណ៌ក្រហមនេះតាំងដោយអែអញ្ចឹងអានេះគេហៅអីប្រសពគេហៅប្រសពនេះអានេះគេហៅបើយើងចែកហ្នឹងគឺនេះប្រសពអានេះហៅអីអានេះគឺទេប្រសពអីទេប្រសពអែអានេះគេហៅទេប្រសពអែសំណុំនោះទេប្រសពអែអញ្ចឹងបើយើងចែកជាសំណុំទេផងទេប្រសពអែផងតើយើងបានអ្វីបើយើងចែកអញ្ចឹងគេថាទេរូបត្រីកោណអញ្ចឹងប្រូបាបវាងាយទេប្រូបាបត្រីកោណមាន5ការនេះស្រាប់5ចែកនឹងការនេះអាច10គឺប្រូបាបវាស្មើនឹង5លើ10បើយើងចែកអញ្ចឹងយើងឃើញយើងលិចឆ្លុះប្រចាំងថាពេលទេនេះគឺប្រូបាបមួយឃើញអញ្ចឹងឥឡូវមើលរូបពណ៌ក្រហមមិញប្រូបាបក៏ងាយដែរបើសារថាការនេះអាចបើយើងគឺ10អញ្ចឹងច្បាស់ជាពេលអែនេះស្មើនឹង4លើ10ដល់នេះក៏ងាយដែរការនេះស្របវាស្មើនឹង2អញ្ចឹងវាច្បាស់ជាស្មើនឹងបាទយើងស្មើនឹងអីស្មើនឹង2លើ10អញ្ចឹងបើយើងធ្វើអញ្ចឹងយើងត្រូវមានតំណាក់តំណងអីតំណាក់តំណងមួយគឺតំណាក់តំណងពេលត្រីកោណប្រជុំនឹងពណ៌ក្រហមស្មើប៉ុន្មានប្រូបាបនេះយើងរកខាងដើមគឺ7លើ10បើសិនតែយើងយកអានេះយកត្រីកោណបូកអែនេះយើងបូកអែនេះគឺប៉ុន្មានបើយើងបូកគ្នាបើយើងបូកទៅបើយក5លើ10បូក4លើ10គឺ9ហើយយើងដក2ដកទៅឃើញប៉ុន្មានឃើញ7លើ10មិនក៏យើងដកដោយសារថាយើងឃើញហើយប្រូបាបនេះបើសិនតែតាមតែទេប្រជុំអែនេះយើងមើលកាន់តែស្រប1 2 3 4 5 6 7ទេប៉ុន្តែបើសិនយកដាច់យកត្រីកោណវា5រាប់ត្រីកោណ5បើយករូបនេះ
e này bỏ khóm rọp mùi pi 7 4 tiết chẳng bởi dân thua chẳng đời xa dân rọp tay cao nó pi đó à tay cao bỏ khóm rọp pi đó đời xa rọp pi đó vì lơ này lơ chẳng đỏ về chanh chẳng mà vẫn nâng chẳng ngày cái đó bởi sân trong rô PTE dân mình mến bột đi mình tưởng là bột tế bàn tay bởi sân về miếng thiệt ruộng nhưng ta đo à ruộng của ra cái này dân mình đo vì lơ của dân rọp bị đòn chẳng ní chỉ rút vào môn là bó rút vào môn là bó Tประชุม E กันนะ T E นี่มีเทียดรวมยังแต่ดอนี่จะรูปมนแต่ประชุมได้แต่มีเทียดรวมแต่ดอเลือกมนอดเมเรียนมนเยอะเมดดอนี่คือโบกแต่มองอันนี้โบกให้มีดอเทียดรวมจังเชียตูเตอยังมีรูปมนไว้ถ้าการนามี A มีประสอบ B T นู้ยืงนังไอการนามีประสอบการนามีนประซับการนามีนประซับการนามีนประซับ A ประซับ B การนา A ประซับ B การนา A ประซับ B นี่ A อันนี้ B การนามีน A ประซับ B ยังมีน PA บวก PB ดอ PA ประชุม B บ่มีนประซับบ่สันจิมีนประซับเด้เบียบวก PA บวก PB แต่มีนประซับแต่ดอประซับนี่chỉรูปของมนตูเตอแล้วยังปลารูปมนเนี่ยปลารูปมนนำไปต่อสายลำหัดแล้วยังไม่ลำหัดเสริมมาrồiเนี้ยเจพิษาA 38เนี้ยเจพิษา B 18ประสอบเจพิษาเตียงปีเนี่ยเมียน18เนี่ยจังที่ดังถ้าตากี่สู้ตาโรโปรบาบเนี่ยเจพิษา A หรือ B เจ A หรือ B เจ A หรือ B เมียนโปรบาบได้สมาประมาณจังยังกูรูใหม่อะไรA เนี่ยยังดังอะไรยังเมื่อเนี่ย A ประสอบ B เมียน A ประสอบ B เลยกู A ประสอบ B เข้มกู A ประสอบ B A ประสอบ B นี่ A ประสอบ B นี้ A ประสอบ B ผมใบยังดังนี้เลยผมใบA ประมาณ A 3 8แล้วเบียผมใบย้ายนี่ A เนี่ยแล้วเบียผมใบย้ายจังกระไรนี่ยังด่า30นี่ B มาไหน B ผมใบดับป่าเลยประสอบเบียผมใบยังจังจะสอบดับจังเนี่ยรูปต่างอ้อเนี่ยรูปแต่เนี่ยรูปนี้รูปมาจุ่มนี่ก็คือ A ประจุม B A ประจุม B นี่เมียนประมาณการในสอบไปเมียน3 เนี่ยโปรบาเบียนึงการใน A จะดังเมียนมานังมาร้อยจังโปรบาพี่ยังใจมาร้อยกว่ามาร้อยการในสอบตามรูปนี่การในสอบมามัน38นี่คือยังเราตามรูปที่ไรตามรูปตามนิยมไหนยังเราจังโปรบาเมียตีปันในยังอัดจังเรายังตามรูปหมดเนี่ยเราตามรูปหมด A ประจุ B คือโย PA โบ PB ดอประสอบเนี่ยคือก่อเครื่องได้แล้วเครื่องอัดแล้วเครื่องใส่ใบหรือมาโรยอัดยังเราตามรูปหมดคือ A ประจุ B smart เนี่ย PA บวก PB ดอ A ประสอบ B จัง PA สมามันเนี่ยบาจะ38เรือมาโรยไอ้38เรือมาโรยจอนี่ดอกใบเนี่ยเรือมาโรยดอเนี่ยดอคือประมาณครึ่ง38เรือมาโรยคือได้งี้ลมหายได้งี้คือได้dương cuรูปก็คือdươngปลารูปบนนี้ก็คือรูปบนนี้จังมาเจาะท่าบ่การนะ A ประจุ B การนามีนประสอบจะแต่ดอกเบี้ยบ่อันมีประสอบเต้บ้านในเมียนได้เบี้ยโซนะประบาบโซนจังสมา PA โบ PB เมเรียนมนเดี๋ยวยังเรียนคือ A นัง B เมียนเทียดรวมเต้เบี้ยโบโจขเนียเบี้ยโบโจขเนียอันเมียนดอกเต้แต่บ่เมียนเทียดรวมคือแต่ดอกจังนี้จะรูปมนตูเตอร์เลือกมนรูปมนปีเสอันเมียนเทียดรวมอันนี้เมียนเทียดรวมแล้วยิ่งเมื่อลมหัดมือเตียดลมหัดกีฬาเมียนซะ50เนี่ยเจไปซา A 40เจไปซา B 3
គេថាក្នុងចំណោមនេះ50ហ្នឹងសិតតែអ្នកចេះភាសាអត់មានអ្នកអត់ចេះទេអញ្ចឹងអត់មានអ្នកអត់ចេះទេអញ្ចឹងគេសួរអីសួររោប្រូបាបដែលចេះភាសា A និង B ចង់រក A និង B រក A និង B អញ្ចឹងគេចង់សួរថា A ប្រសព B ចង់រកប្រូបាប A ប្រសព B អញ្ចឹងយើងចង់រកអាចរកតាមរូបមន្តក៏បានអាចរកតាមគូរូបក៏បានដែរខ្ញុំគូរូបសិនគូរូបយ៉ាងម៉េចយើងដឹងថាច្បាស់ជាមានប្រសពហើយច្បាស់ជាមានប្រសពហើយពីព្រោះបើមិនមានប្រសពមិនបើ A និង B រួមគ្នាតែ50ដែរប៉ុន្តែ A នេះដល់40 B 30អញ្ចឹងមានរួមច្បាស់ជាមានរួមអញ្ចឹងខ្ញុំគូសំណុំនេះច្បាស់ជាមានរួមសំណុំអី A នេះ B ឥឡូវ A40 នេះ A40 នេះ A40 ចឹងថែមអន្តិចទៀតថែមឥឡូវ A នេះ40នេះ40ថែមអន្តិចនេះថែមអន្តិចប៉ុណ្ណេះថែមប៉ុណ្ណេះទៀតគឺធ្វើម៉េចគ្រប់50ឥឡូវ40នេះ40នេះ40ហើយខ្ញុំដាក់គេឲ្យ40ចុះឥឡូវថែមអន្តិចទៀតឲ្យគ្រប់50អញ្ចឹងអន្តិចនេះច្បាស់ជាអី10ហើយអន្តិច10ហើយព្រោះ10និង40វាទៅ50ហើយ B យើង B30 ឥឡូវ B30 ឥឡូវ B បាន10ហើយចុះអានេះស្អីអានេះមានទីអានេះច្បាស់ជា20ហើយព្រោះ B វា30 B វា30ចឹងអានេះ10អញ្ចឹងទៅបាន20ទៅ20អញ្ចឹងធាតុរួមមានណា A ប្រសព B វា20បើ A ប្រសព B 20កន្លែងនេះបានព្រោះ A យើងនេះវា40ឥឡូវកន្លែងនេះវា20ហើយអញ្ចឹងកន្លែងច្បាស់ជា1 20ទៅដែរ20ទៅដែរអញ្ចឹងយើងមើលមកតាមរូបនេះយើងចង់បាន A ប្រសព B A និង B ចង់និយាយ A ប្រសព B អញ្ចឹងប្រូបាបឲ្យប្រូបាប A ប្រសព B A ប្រសព B ស្មើម៉ា A ប្រសព B A ប្រសព B ស្មើនឹងប្រូបាបនេះ50នេះករណីអាច50ចែកនឹងអីចែកនឹងនេះ20នេះអានេះយើងរកតាមនិយមន័យរកតាមរូបយើងយកករណីអាចចែកករណីស្របករណីស្របចែកករណីអាចនេះគឺប្រូបាបអញ្ចឹងប៉ុន្តែយើងអត់ចង់រកតាមអញ្ចឹងយើងចង់ប្រើរូបអីរូបមន្តនេះយើងប្រើរូបមន្តនេះយើងប្រើរូបមន្តនេះប្រើយ៉ាងម៉េចយើងដឹងហើយរូបមន្តនេះយើងចង់រកនេះចង់រក A ប្រសព B អានេះយើងស្គាល់ហើយ PA នេះស្គាល់ហើយ PA នេះយក40ករណីស្រប40ចែកនឹង50នេះ PB 30ចែក50ចុះ A ប្រជុំ B មានន័យថា A ប្រជុំ B គឺ50ចែក50មិនក៏ថាអញ្ចឹងព្រោះអត់មានអ្នកអត់ចេះភាសាទេអញ្ចឹង A ប្រជុំ B ប្រូបាបវាត្រូវតែ 100% នេះគ្មានអ្នកអត់ចេះភាសាទេអញ្ចឹងប្រូបាប A ប្រជុំ B ត្រូវតែ 100% មិនក៏ថាអញ្ចឹងពួកក្នុងសិស្ស50នាក់នេះខ្ញុំថា A ឬ B A ឬ B ចង់និយាយថាបើយក A ឬ B គឺយ៉ាងចេះភាសា A ក្តីចេះឬចេះភាសា B ត្រូវតែចេះព្រោះនេះបើថាកន្លែងនេះគេថាអត់មានបញ្ជាក់ទេគឺថា A ឬ B នឹងអត់ស្មើនឹង50ទេអានេះគេថាគ្មានអ្នកមិនចេះភាសាទេ A ឬ B ត្រូវតែស្មើនឹង50អញ្ចឹងបើតាមនេះយើងប្រើចេះរូបមុននេះយើងឃើញនេះ50លើ50 100% ចង់និយាយអញ្ចឹង40លើ50បូកអញ្ចឹងដកអញ្ចឹងយើងអាចរកបានដោយសារថាម៉េចដោយសារថាក្នុងនឹងមានតែរបស់ដែលមិនស្គាល់គឺនេះរបស់មិនស្គាល់អានេះយើងអាចយកនេះមកនេះមកអានេះ70អានេះមកនេះដកទៅយើងឃើញ70ដក50គឺ20លើ50ដូចអញ្ចឹងគឺ40% ប្រូបាបគឺ40% អ្នកដែលចេះភាសា A និង B នឹងមានរហូតដល់40% អញ្ចឹងនេះជារូបមន្តនេះសម្រាប់ដោះស្រាយលំហាត់2ដែលយើងបានរៀបរាប់គឺក្នុងការដោះស្រាយលំហាត់គេអាចដោះស្រាយដោយគូរូបធ្វើចេញឬក៏គេប្រើរូបមន្តក៏ធ្វើចេញដែរអញ្ចឹង
ការដែលគូរូបក្តីការដែលប្រើរូបមន្តក្តីសិតតែមានការទៀងទាត់យើងត្រូវតែទៀងទាត់ទៅបីយើងគូរូបក្តីយើងក៏ទៅរកតាមរូបមន្តរករូបមន្តក៏ទៅគូរូបដើម្បីបញ្ជាក់គ្នាដើម្បីប្រកាសថាប្របាបដែលយើងរកនេះគឺវាត្រូវតែវាត្រឹមត្រូវហើយកុំឲ្យថាគីឡូជាប្រើរូបមន្តនេះវាខុសហើយគូរូបនេះគឺប្រកាសជាងកាលណាយើងគូរូបយើងឆ្លោះប្រចាំងយើងរៀបរាប់អស់ហើយរៀបរាប់តាំងពីករណីស្របករណីអាយើងរៀបរាប់អស់អញ្ចឹងនេះក៏ជាការប្រកាសមួយដែរអញ្ចឹងសូមអរគុណ